bằng vết tụi dám nhung trời to su nè bông phôn ơi ao tờ lư thật trip ngược giờ mong pram biệt plư ao tờ lư thật trip về sva dục nâng đệ lụe bông phôn hay sạp nè ta comment bị môn máu ta chọn nhom thơ video về nhà lời này ba video này về nhà bông phôn hay giáp thế nào đã ra ta nhom thơ video về chỉ lơ ti muối nè bông phôn hay vậy du thơ cái lô admin anh vậy chun bông phôn đạp cầm san hay dục ní đừng tập pin lên nhà bông phôn đừngประมาณ cái để dục ní đừng tập miền để được phần lọp hay bông phôn ở trong score bông vítនៅក្នុង TikTok ដែល នៅចំណាំហៅនេះហើយនេះបងវិតបងវេតាបងសម្លាញ់ងាប់ឡើងប្រសាបបងហើយឥឡូវតបងវិតនឹងចាំគ្នាចុះឡើងទ្រាំតបានចេញម៉ោង 7 ព្រឹកឯងបងប្អូនហើយរដងទ្រាំតខ្ញុំភ្ញាក់ពីដេកម៉ោង 8 ម៉ោង 9 បងប្អូនប៉ុន្តែដល់ពេលថ្ងៃ trip វិញតែម៉ោង 3 ជាងឬក៏ម៉ោង 4 បិទភ្លឺចាប់ដើមអា sensor auto វាដាស់ឲ្យភ្ញាក់ហ្មងហើយថ្ងៃនេះរៀងអែមដែររដងធ្វើវីដេអូតាណាតណីម្នាក់ឯងបងប្អូនរៀងកំព្រារងាឯកាតិចហើយប៉ុន្តែថ្ងៃនេះអត់ចឹងទៀតទេថ្ងៃនេះអែមកប់សេរីយកបងប្អូនហើយថ្ងៃនេះផងដែរពួកយើងធ្វើដំណើរចេញពីបាត់ដំបងទៅខាងផ្លូវសំឡូតអត់ទៅខាងអសតទេបងប្អូនព្រោះអីផ្លូវអសតទេវាស្រួលពេកស្រួលដូចបកតរ៉េនអញ្ចឹងហើយបានសម្រេចចិត្តជិះមកខាងផ្លូវសំឡូតវិញបងប្អូនហើយទីតាំងជួបជុំគ្នាដំបូងបំផុតហ្នឹងនៅខាងវងមូលខាងសំឡូតដែរបងប្អូនព្រោះអីចាំបងប្អូនយើងមកពីខាងកំរៀងទៀតបងប្អូនហើយនេះគឺជាផ្លូវច្រកបំបែកទៅខាងច្រក400ហើយនឹងបំបែកមកខាងផ្លូវអសតទេហ្នឹងឯងបងប្អូនដែលឡើងមកខាងប្រម៉ោយខាងកោះកុងណាបងប្អូនហើយយើងឈប់នេះយើងចាំឡានកាមេរ៉ាក៏ដូចជាចាំឡានសម្ភារៈដើម្បីជួបជុំគ្នាធ្វើដំណើរបន្តទៅមុខទៀតអវ៉ាន់អឹមឆាប់បានហ្នឹងចុះប្រាប់ថាឲ្យជិះមកតាមគ្នានឹងតើថតម៉េះទូសាប់ខ្ញុំបានណាបងឥឡូវនេះគ្នាមកគ្រប់ហើយផ្លូវក៏នៅសល់ចិត្តដែរបងប្អូនចិត្ត200គីឡូជាងហើយយើងក៏ធ្វើដំណើរតទៅមុខទៀតហើយតាំងពីព្រឹកមកឥឡូវដល់ម៉ោង 9 ហើយអត់ទាន់បាននៅចូលពោះទេអញ្ចឹងមានអារម្មណ៍ថាដូចជាគោពោះឯងស៊ីសើហើយអញ្ចឹងបាទមានតែសុទ្ធធ្វើម៉េចឲ្យដល់កន្លែងបាយលឿនតែថាតពោះតទេអត់មានអីក្នុងពោះមួយក្របហ្នឹងមានអារម្មណ៍ថាអត់មានកម្លាំងជីទេបងប្អូនអញ្ចឹងតតែបានបាយអីមួយចានទៅបានមានកម្លាំងធ្វើដំណើរទៅមុខទៀតហើយមុននឹងលូតែហៅបាយតែបានជួបទេសភាពបែបនេះបងប្អូនឥឡូវតែសបាយអគ្មានគិតឃ្លានគ្មានគិតអីទេមើលតែបងគិត900ហ្នឹងអូខំពឺតាមពីក្រោយហើយជីគ្មានតែលឿនទេបងប្អូននៅតែពីក្រោយគ្នានេះគេលឿនគេទៅមុនបាត់ហើយពួកខ្ញុំណា3ម៉ូតូណានៅតែពីក្រោយគេទេដោយសារតែអីយើងហ៊ានតាម89ហើយជីមើលទេសភាពមើលអីផងអញ្ចឹងណាហើយកាលពី3ឆ្នាំមុនផ្លូវនេះខ្ញុំធ្លាប់មកម្ដងបងប្អូនតែមកជុំគ្រួសារហើយកាលហ្នឹងផ្លូវដូចជាមិនទាន់ស្អាតដូចចេះទេហើយនៅមានកលេសក្លុកអីខ្លះអញ្ចឹងណាហើយកាលហ្នឹងមិនដឹងជាខែប្រហែលទេប៉ុន្តែមានអារម្មណ៍ថាទេសភាពនៅហ្នឹងខៀវហ្មងអត់ពណ៌ចេះខែនេះមើលទៅកន្លែងខ្លះដើមឈើរៀងងាប់រៀងអីអញ្ចឹងទៅវាស្អាតបែបម្យ៉ាងទៀតអីកាលហ្នឹងខ្ញុំសម័យថាបើសិនជាខ្ញុំមានម៉ូតូធំមួយហើយជិះមកមើលទេសភាពបែបនេះអូមិនដឹងថាខ្ញុំសប្បាយចិត្តប៉ុណ្ណាទេហើយក៏សូមអរគុណដល់អ្នកមានគុណរបស់ខ្ញុំទាំងពីរដែលបានជួយបំពេញបំណងលើកមុនជិះតែ800ប៉ុន្តែអត់មានតំណាងបានជិះមកផ្លូវហ្នឹងទេតែឥឡូវនេះមានឱកាសមកបងប្អូនហើយគ្នាយើងដែលមានក្តីសម័យចង់បានម៉ូតូធំហ្នឹងព្យាយាមឡើងបងប្អូនតែលើកមុនខ្ញុំអត់មានសង្ឃឹមថាបានម៉ូតូធំទេដោយសារតែសម័យហ្នឹងគឺជាសម័យកូវីដហើយចេញពីកូវីដមកសេដ្ឋកិច្ចនៅក្នុងគ្រួសារវាមិនសូវល្អអញ្ចឹងក៏បោះបង់ក្តីសម័យចោលមកដោយសារតែអត់សូវសង្ឃឹមទេអញ្ចឹងបើបងប្អូនមានលទ្ធភាពហើយធ្វើតាមបេះដូងទៅស្រឡាញ់ទិញទៅបងប្អូនកុំចាំទុកយូរយើងធ្វើតាមបេះដូងខ្លះទៅហើយវីដេអូខ្ញុំផុសពួលទៅផឹកកាហ្វេហើយឬក៏ពួលជិះដើរលេងអស់ពីក្រោយអីហ្នឹងបងប្អូនខមមិនសួរខ្ញុំណានិយាយមែននិយាយលេងចុះនិយាយមែនតើសំដីមនុស្សប្រុសស្មោះនិយាយមិនណាមិនដឹងទេបងប្អូនហើយមើលមុខខ្ញុំណាចេះកុហកខ្ញុំស្មោះត្រង់តាំងពីទូចកើតមកព្រាមស្មោះត្រង់មកហើយធ្លាប់តែជិះឡានមកឥឡូវជិះម៉ូតូមកបងប្អូនអើយអារម្មណ៍នៅក្នុងមួកណាអារម្មណ៍នៅក្នុងឡានខុសគ្នាពេលជិះមកមិនដឹងណាអូស្រស់ស្រាយមែនហើយលើកដៃចង្អាងអូ fresh សាហាវហើយអាពេលហ្នឹងភ្លេចខ្លួនរឿងបាយទឹកឯណាអត់នឹកឃើញរឿងបាយទឹកទេឥឡូវតែ enjoy នឹងទេសភាពយើង relax នេះមួយបងនេះហើយទេសភាពចេះផងដែរនឹងអរគ្នា10ឆ្នាំមានប្រហែលដងសម្រាប់អ្នកនរគ្នាអញ្ចឹងហើយយើងចាំកាលទៀតដាក់ថ្ងៃមួយមិត្តភ័ក្តិមកណាត់គ្នាមកកុំបានតែនិយាយហើយដល់ថ្ងៃអត់មកហើយបាច់រៀប plan ទេអីទេនឹកឃើញត្រូវមកជិះមកព្រោះភាគច្រើនឲ្យតែយើងរៀប plan ដល់ថ្ងៃគឺអំបិលអ្នកនរគ្នាហើយឥឡូវយើងមកដល់វងមូលប្រម៉ោយហើយយើងឈប់ជុំគ្នា
hay hộp bài hộp ấy mà plate sân rồi bạn bài à mấy đây không mấy đây không mấy đây vài mò má vài món á bông vít hộp bài nhá bông vít tiết à nơi kia hạtผมมวยลิตรผมมวยลิตรปลิตจุดผมมวยเอ๊ะไผ่มวยโอเคต่อปียำใบให้ก็จะตั้งไทยติดด้วยไทยยังจะปูกันเลยโอ้เศร้ายังจีเจนปีมูประมาณนี้ทุกคน
អ្នកនរគ្នាបន្ទាប់ពីស្ដាប់បទចម្រៀងឈៀលហើយមានអារម្មណ៍ថាចុកស្មាចុកដៃខ្លាំងមែនទេនៃជីនេះដូចជាជី4ម៉ោងនេះបងប្អូនឥឡូវទៅ enjoy នឹងទេសភាពមែនប៉ុន្តែជាកេះឲ្យស្មាចង់បាយបងប្អូនដែលគាត់ប្រើប្រាស់ម៉ូតូស្ព័រគាត់យល់អារម្មណ៍ហ្នឹងឯងហើយសម្រាប់បងប្អូនដែលមានគោលបំណងចង់មកលេងខេត្តកោះកុងបងប្អូនអាចមកបានដោយសារតែផ្លូវគេជួសជុលរួចរាល់ហើយអញ្ចឹងផ្លូវស្អាតគ្រាន់តែថាវារៀងកោងតិចអញ្ចឹងបងប្អូនចូលប្រុងប្រយ័ត្នឲ្យខ្លាំងតិចណាដោយសារតែផ្លូវវាមានជម្រាលច្រើនហើយមើលទៅវារៀងចាក់បេតុងនៅផ្លូវកោងផ្លូវអញ្ចឹងណាអញ្ចឹងបងប្អូនមកដល់ផ្លូវកោងកែងអីបន្ថយទៅជីវិញ700អញ្ចឹងណាហើយសភាពផ្លូវរៀងស្ងាត់អត់សូវមានឡានម៉ូតូច្រើនទេអញ្ចឹងបងប្អូនអាចធ្វើដំណើរបានស្រួលតែអានេះខ្ញុំជិះឡើងភ្នំអញ្ចឹងមានអារម្មណ៍ថារៀងហឹងជាពេលឡើងមកដល់តាមនេះមានអារម្មណ៍ថាហឹងជាប្លែកធម្មតាបងប្អូនពេលយើងឡើងលើភ្នំរៀងខ្ពស់យើងហឹងជារឿងធម្មតាទេហើយអ្នកនរគ្នាអាចមើលជាក់ស្ដែងបាននេះគឺជាស្ថានភាពផ្លូវកោងផ្លូវអីអញ្ចឹងយើងបន់ទៅមួយយឺតដើម្បីសុខភាពហើយខ្ញុំនេះឥឡូវតែលងនឹងទេសភាពប៊ីផ្សារដែរបងប្អូនឥឡូវមើលទេសភាពអញ្ចឹងយើងរៀងប្រុងប្រយ័ត្នតិចទៅដើម្បីអនាគតកូនស្រីគេមិនធ្វើអញ្ចឹងវិញហើយឥឡូវនេះយើងធ្វើដំណើរមកដល់ជាកោះកុងហើយអានេះយើងចូលដល់ខាងខេត្តកោះកុងហើយណាគ្រាន់តែថាយើងអត់តន់ចូលដល់ក្រុងកោះកុងហើយការធ្វើដំណើរនេះដោយសារតែយើងរៀងឈប់រៀងយូរផងយើងឈប់ថតផងឈប់ហូបបាយផងឥឡូវតែជិះថតរូបថតអីចឹងទៅរៀងយូរបើសិនជាជិះ direct មកបណ្ដោយបងប្អូនជិះប្រហែលជាត្រឹមតែ4ម៉ោងអីគឺមកដល់ហើយយើងជិះ direct ពីបាត់ដំបងមកណាហើយបើសិនជាបងប្អូនធ្វើដំណើរមកបងប្អូនឃើញផ្លាកគេដាក់ផ្លូវគ្រោះថ្នាក់ចម្ងាយប្រហែលម៉ែត្រទេបងប្អូនថយលឿនទៅតែថាផ្លូវចុះមកក្រោមវាអាចមានផ្លូវកោងខ្លាំងឬក៏ផ្លូវបេតុងអាចធ្វើយើងល្អិលអញ្ចឹងណាជាពិសេសបងប្អូនយើងឯថ្មីផ្ទុំឡើងម៉ូតូធំអីចឹងមកផ្លូវនេះវាយ៉ាប់តិចដោយសារតែយើងត្រូវការកេះខំអីទីជួយដែរដោយសារតែវាផ្លូវជ្រាកោងខ្លាំងនេះអ្នកនរគ្នាដូចជាផ្លូវនេះចឹងអ្នកនរគ្នាមើលទៅផ្លូវបេតុងហើយវាមានសភាពកោងខ្លាំងមែនទេអញ្ចឹងកន្លែងនេះចិត្តដល់កោះកុងហើយបងប្អូនសល់ប្រហែលជា10គីឡូទៀតដល់កោះកុងប៉ុន្តែកន្លែងនេះយើងកោងឥឡូវយើងចូលមកដល់ក្រុងកោះកុងហើយយើងកំពុងតែធ្វើដំណើរទៅរីសតដែលយើងត្រូវស្នាក់នៅថ្ងៃនេះនៅរីសតឆ្នេរ2000ហើយមករូនេះអត់ដឹងថាបងប្អូនយើងមកដល់ត្រឹមណាទេដាច់មកមុខហើយបងមេក្រុមហើយនឹងសមាជិកដូចជា3នាក់ទៀតនៅមុខខ្ញុំប្រហែលជាទៅដល់មុនហើយឥឡូវនេះយើងធ្វើដំណើរមកដល់កំពង់មូខេត្តកោះកុងហើយបងប្អូនហើយយើងធ្វើដំណើរឆ្លងស្ពានទៅកាន់ហើយនេះជាលើកទី3ហើយបងប្អូនដែលខ្ញុំជិះលើស្ពាននេះប៉ុន្តែមានអារម្មណ៍ថាឥឡូវនេះរៀងប្លែកមកលើនេះរៀងស្អាតជាងមុនចឹងហើយមើលសមុទ្រមើលអីទៅវាដាច់ចតុយភ្នែករៀងប្លែកដែររដងជិះលេងទៅក្នុងក្រុងបាត់ដំបងហើយនៅជិះលេងទៅចិត្តហ្នឹងឯងអត់ដែលទៅបានទៅឆ្ងាយទេឥឡូវនេះមាន trip មកឆ្ងាយជាទៅវាមានអារម្មណ៍ប្លែកដោយសារយើងមកយើងជិះម៉ូតូណាហើយក៏មុនមកជិះតឡានជិះអីអារម្មណ៍វាមិនសប្បាយដូចជិះម៉ូតូទេពេលដែលយើងជិះម៉ូតូវាមានអារម្មណ៍ថាវាបានទទួលនៅខ្យល់បរិសុទ្ធពិតធម្មជាតិហ្មងហើយស្ពាននេះមិនដឹងជាប្រហែលម៉ែត្រទេបងប្អូនខ្ញុំជិះយូរដែរត្រង់ផុតស្ពានរៀងវែងដែរស្ពាននេះអញ្ចឹងសម្រាប់បងប្អូនដែលដឹងអំពីប្រវែងស្ពាននេះបងប្អូនអាចជួយខមមិនប្រាប់ខ្ញុំបានទៅថាខ្ញុំមិនដឹងថាវាប្រវែងប្រហែលទេតែជាក់ស្ដែងវែងខ្លាំងហើយមានអារម្មណ៍ថាវាប្លែកពេលដែលយើងជិះលើស្ពាននេះវែងហើយទេសភាពស្អាតចេះអូយអែមហើយគាត់តែចុះពីស្ពានមកយើងដល់រង្វង់មូលនេះខ្ញុំអត់ទៅស្គាល់បងប្អូនថាដឹងថារង្វង់មូលអីប៉ុន្តែយើងឆ្ពោះទៅគោលដៅយើងនៅខាងឆ្នេរ2000នៅរីសតហើយបងប្អូនយើងតាមមកតន់ពីក្រោយបដាជុំគ្នាហើយតែគេនោះតន់អើអាងលេងបន្ទាប់ពីស្រៈមកស្ទុះហើយយើងធ្វើការផ្លាស់ប្ដូរអាវក្រុមយើងជិះឆ្វែមើលក្រុងបន្ទាប់មកយើងចូលរួមកម្មវិធីពេលយប់យើងកាត់នំខួបក្រុមក៏ដូចជាហូបអាហារជុំបងប្អូនយើងចឹងហើយបងប្អូនអាចទស្សនាសកម្មភាពផ្ទាល់សប្បាយមែនទេបងប្អូនហើយចាំមើលបន្ទាប់ពីកាត់នំហើយនឹងមានសកម្មភាពដែលខូខើបំផុតបងប្អូនចង់ដឹងថាសកម្មភាពដល់ខូខើនោះវាយ៉ាងម៉េចបងប្អូនមើលវីដេអូនេះដល់ចប់ក្រៀមប៉ាត់នំខេត
គ្រាផាត់នំខេតរត់ពេញហ្នឹង Ui, chốt đi ra đấy. Thằng hai thôi, thằng hai thôi. រត់ចោលហើយថារួចខ្លួនហើយថារួចខ្លួនហើយណាវិញហើយថ្ងៃទី1នៅខេត្តកោះកុងពិតជាសប្បាយមែនទេបងប្អូនហើយចាំតាមដានមើលថាថ្ងៃទី2វាសប្បាយយ៉ាងណាទៀតអញ្ចឹងជួបគ្នាថ្ងៃទី2នៅកោះកុងនៅវីដេអូស្អែកបងប្អូនហើយសូមគោរពជម្រាបសួរ